ជំរាបសួរលោកអ្នកទាំងអស់គ្នាជាទីគោរពណាស់បាទខ្ញុំនឹងមកចែករំលែកអំពីទិសហេងទាំង4នៅក្នុងឆ្នាំ2026បាទនៅក្នុងឆ្នាំ2026នេះគឺលោកអ្នកដែលមានផ្ទះបែរមុខទៅទិសខាងកើតណាបាទនិងទិសខាងលិចគឺជាកំពូលទិសដែលហេងខ្លាំងបាទដែលល្អខ្លាំងបាទហើយទិសដែលឆុងគឺលោកអ្នកដែលមានផ្ទះបែរមុខទៅទិសខាងជើងនិងទិសខាងត្បូងអញ្ចឹងទិសកើតទិសលិចគឺល្អខ្លាំងចំណែកឯទិសខាងជើងនិងទិសខាងត្បូងគឺចំតារាសាស្ត្រដែលឆុងដូច្នេះគឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នបាទអញ្ចឹងទិសដែលទិសល្អទិសខាងកើតនិងទិសខាងលិចគឺសំដៅទៅលើលោកអ្នកដែលមានផ្ទះបាទបែរមុខទៅទិសកើតបែរមុខទៅលិចឬមួយក៏ឈៀងក៏ដោយឲ្យតែឈៀងទៅកាន់អង្សាដែលទៅខ្លាំងខ្ញុំអត់ជំរាបពីអង្សាទិសទេកុំឲ្យបងប្អូនពិបាកស្មុគស្មាញអញ្ចឹងពាក់ព័ន្ធជាមួយផ្ទះដែលបែរមុខទៅទិសខាងកើតនិងខាងលិចគឺល្អខ្លាំងណាស់ហើយយើងសន្មត់ផ្ទះយើងថាអូផ្ទះអញបែរមុខទៅលិចបែរមុខទៅកើតឈៀងតិចតួចក៏ដោយឲ្យតែរេទៅខាងណាខ្លាំងគឺទិសនោះល្អបងប្អូនណាបាទអញ្ចឹងអ្នកដែលមានផ្ទះបែរមុខទៅលិចទៅកើតឆ្នាំនេះត្រៀមខ្លួនទទួលលាភត្រៀមខ្លួនទទួលចេញបាទហេងខ្លាំងកាក់កបខ្លាំងហើយផ្ទះដែលបែរមុខទៅជើងហើយនឹងទៅត្បូងចំអង្សាទិសគេហៅថាទិសអសុលឬខ្មែរយើងហៅទិសអសូរកាយគឺជាទិសមិនល្អទេវាអាចមានបញ្ហាកើតឡើងដូច្នេះបងប្អូនមិនគួរសាងសង់មិនគួរស្វានដំមិនគួរធ្វើអ្វីមួយដែលជាការរង្គើធ្វើឲ្យឮសំឡេងទេវាអាចធ្វើឲ្យមានហានិភ័យដល់សមាជិកនៅក្នុងក្រុមគ្រួសារហើយអ្នកដែលមានផ្ទះបែរមុខទៅទិសខាងជើងនិងត្បូងវាអាចមានហានិភ័យជំងឺថប់ដង្ហើមណែនទ្រូងគេងមិនលក់គិតច្រើនបារម្ភច្រើនមានសម្ពាធក្រុមគ្រួសារមិនត្រូវគ្នាមិនចុះសម្រុងគ្នាហើយជំងឺឈឺភ្លេចភ្លាំងហើយភ័យព្រួយបាទឥឡូវនេះឥទ្ធិពលឆុងគឺចូលមកដល់ហើយមិនចាំខ្ញុំនិយាយទេបងប្អូនដែលមានផ្ទះបែរមុខទៅជើងទៅត្បូងលោកអ្នកអាចគិតខ្លួនឯងថាអញមានផ្ទះបែរមុខទៅជើងទៅត្បូងតើឥឡូវនេះវាយ៉ាងម៉េចហើយវាដូចអ្វីដែលលោកគ្រូមហាជុំបានលើកឡើងដែរឬអត់ហើយបើនិយាយពីតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំបងប្អូនគ្រប់គ្នាទាំងអស់គ្នាជាទីគោរពតាមក្បួនតារាសាស្ត្រយើងអាចបំផ្លែងអំពីរឿងអាក្រក់ទាំងអស់នោះឲ្យប្រែคล้ายទៅជាលៀបបាទថាយើងបំផ្លែងពីគ្រោះឲ្យคล้ายទៅជាលៀបបាទទី1យើងកុំប៉ះបាទកុំប៉ះទោះបីថាយើងវាចំទិសឆុងមែនប៉ុន្តែយើងកុំប៉ះពាល់កុំស្វានកុំដំទៅវាអត់មានបញ្ហាអីកើតឡើងទេប៉ុន្តែបងប្អូនត្រូវចងចាំថាកាលណាតែយើងចំអង្សាទិសឆុងហើយយើងមិនប៉ះក៏ដោយវាអាចមានបញ្ហាជាចលករណាមួយវាធ្វើឲ្យយើងប៉ះពាល់បានដូចគ្នាជាការចែកដនខានមិនបានប៉ុន្តែបើសិនជាយើងមានរបៀបគាត់ថាគ្រូចិនសែជំនាញគាត់អាចទាញពីរឿងដែលមិនល្អហ្នឹងឲ្យខ្លាយទៅជារឿងដែលល្អវិញចាំណាគ្រូចិនសែដែលជំនាញគេអាចទាញពីរឿងដែលអាក្រក់ដែលត្រូវការព្រួយបារម្ភហ្នឹងឲ្យខ្លាយទៅជារឿងល្អឲ្យមានការផ្ទុះលៀបផ្ទុះសំណាងមកវិញបាទអញ្ចឹងជាដំបូងយើងទាំងអស់គ្នាដែលជាម្ចាស់ផ្ទះទាំងអស់យើងកុំអាលភ័យកុំអាលព្រួយយើងសប្បាយចិត្តយើងរីករាយហើយស្ដាប់នៅអ្វីដែលលោកគ្រូមហាជុំចែករំលែកហើយលោកនេះអាចទាញជាផលប្រយោជន៍បានបងប្អូនណាបាទអញ្ចឹងបងប្អូនទៅរកដើមរាសីបងប្អូនណាបាទដើមរាសីរបស់យើងហ្នឹងរាសីធម្មតាហ្នឹងយកដាក់នៅក្នុងថូហើយត្រាំទឹកយកទៅដាក់នៅកន្លែងច្រៀងផ្ទះរបស់យើងវានឹងទទួលបាននៅឥទ្ធិពលពិសេសមួយជួយបន្សាបនៅឥទ្ធិពលនៃទិសឆុងហ្នឹងជួយឲ្យយើងរកស៊ីមានបានកាក់ខកអញ្ចឹងរកដើមរាសីហ្នឹងអត់ចាំបាច់ថាអូយើងដាក់ម្ខាងមិនដើមម្ខាងមិនដើមទេយើងមើលថាតើដើមរាសីដែលយើងយកមកដាក់ហ្នឹងមានសោភ័ណភាពសមនឹងអ្វីដែលយើងចង់បានអត់អញ្ចឹងយើងយកទៅដាក់ទៅបាទដាក់ចំច្រៀងផ្ទះរបស់យើងឬមួយដាក់ចំទិសកណ្ដាលផ្ទះបើនៅតាមស្រុកចំការស្រុកស្រែយើងមានផ្ទះឈើយើងដាក់ទៅសកន្លោងណាបាទឬមួយដាក់ច្រៀងផ្ទះទៅហើយបើចង់ឲ្យកាន់ទៅរកស៊ីមានបានមានលៀបមានសំណាងតទៅទៀតបងប្អូននេះខ្ញុំចែកម្លែកបងប្អូននេះតារាសាស្ត្រទាំងអស់នេះគឺធៀបត្រូវការគេឲ្យយកប្រភេទនេះបងប្អូនណាត្បូងធម្មជាតិនេះបាទអញ្ចឹងគឺប្រភេទនេះខ្ញុំឆ្នៃទៅជារូបឃ្លោកបាទអញ្ចឹងបងប្អូនអាចជាវរូបឃ្លោកនេះយកទៅដាក់នៅក្នុងផ្ទះរបស់បងប្អូនបានបាទអញ្ចឹងគ្រប់ផ្ទះទាំងអស់នៅក្នុងឆ្នាំ2026នេះលោកអ្នកគួរតែយករូបឃ្លោកនេះយកទៅដាក់នៅក្នុងផ្ទះព្រោះឃ្លោកនេះគឺមានឥទ្ធិពលព្រោះថ្មត្បូងធម្មជាតិគឺតំណាងឲ្យភាពត្រជាក់ត្រជុំអញ្ចឹងភាពត្រជាក់ត្រជុំទាំងនេះគឺវានឹងប៉ះជះឥទ្ធិពលទៅលើតារាសាស្ត្រដែលឆុងនៅក្នុងឆ្នាំ2026វាប្រតិកម្មមកវានឹងបញ្ចេញជាលៀបអញ្ចឹងយើងត្រូវរកថ្មត្បូងធម្មជាតិយកទៅដាក់នៅក្នុងផ្ទះតំណាងឲ្យភាពរឹងមាំនិងភាពត្រជាក់ត្រជុំអញ្ចឹងយើងអត់ត្រូវការចំណាយលុយទៅរកត្បូងថ្មណាឲ្យធំដាក់ពីមុខផ្ទះដូចផ្ទះអុកញ៉ាមួយចំនួនគេយកត្បូងថ្មយកទៅដាក់មុខផ្ទះគេទេយើងមិនបាច់យកទៅដាក់ទេយើងមានតែឃ្លោកថ្មធម្មជាតិនេះយកទៅដាក់យើងនឹងផ្ទុះលៀបយើងនឹងផ្ទុះសំណាងប៉ុន្តែឃ្លោកថ្មធម្មជាតិនេះយើងទៅរកពីណារកទៅខ្ញុំអត់ប្រកាន់ទេប៉ុន្តែតើតែវារូបរាងសន្តានអញ្ចឹងហើយគេមានទម្ងន់មានទំហំមានការថ្លឹងហើយនឹងកម្រិតនៃការបរិមាណតែយើងធៀបត្រូវការប្រមាណ
ប្រសិទ្ធភាពត្រឹមត្រូវឬអត់បាទយកទៅដាក់ទៅលោកអ្នកនឹងផ្ទុះលាបក្រោយពីដាក់ភ្លាមនឹងផ្ទុះលាបហុចផលឲ្យល្អអញ្ចឹងដាក់ឃ្លោកនេះមកគូនឹងជួយជំរុញជោគលាភកែប្រែស្ថានភាពពីអាក្រក់មកល្អហើយលែងមានកង្វល់លែងមានបញ្ហាទាំងឡាយទាំងពួងអញ្ចឹងបងប្អូនអាចជាវឃ្លោកនេះយកទៅបានណាលោកអ្នកអាចទំនាក់ទំនងជាវតាមរយៈលោកគ្រូមហាជុំដែរកូនសិស្សយើងបានរៀបចំទុកបាទអញ្ចឹងជាវបានពួកយើងអត់មានច្រើនទេព្រោះត្បូងនេះគឺជាប្រភេទត្បូងកម្របងប្អូនណាបាទនេះយើងមានតិចទេបងប្អូនបាទយើងមានប្រហែលជា4-10គូទេព្រោះវាអត់មានទេវាចិត្តអស់ព្រោះរបស់កំប្របងប្អូនណាតម្រាំដឹកជូនតម្រាំឆ្លាក់រួចគឺពិបាកណាស់បាទយើងឆ្លាក់ដោយដៃដោយការប្រើនៅឧបករណ៍មួយចំនួនជំនួយណាអញ្ចឹងបងប្អូនអាចជាវនៅប្រភេទត្បូងនេះយកទៅដាក់នៅក្នុងផ្ទះរបស់យើងគឺយើងបានប្រើបាន20ឆ្នាំបាទហើយនឹងមានជំរុញជោគលាភអញ្ចឹងបើយើងមានត្បូងនេះនៅក្នុងផ្ទះគឺយើងអត់ភ័យរឿងអង្សារទិសឆောင်းតទៅទៀតទេយើងហេងរហូតគឺយើងកាក់កបរហូតអញ្ចឹងបងប្អូនអាចជាវបានណាបាទហើយបងប្អូនគុំមួយទាំងអស់គ្នាសប្បាយចិត្តរីករាយហើយក៏រីករាយឲ្យល្អទៅហើយក៏កាក់កបទាំងអស់គ្នាសំខាន់ផ្លូវចិត្តរបស់យើងរក្សាឲ្យរឹងមាំនោះយើងនឹងមានភាពល្អប្រសើរបងប្អូនគ្រប់គ្នាណាបាទហើយបើសិនជាបងប្អូនជឿជាក់បងប្អូនគួរតែជាវនៅឈុតប្រមូលទ្រព្យទៀតខ្ញុំបានរៀបចំនៅឈុតប្រមូលទ្រព្យដើម្បីជូនលោកអ្នកបាទឈុតប្រមូលទ្រព្យនេះគឺសំខាន់បំផុតគឺកម្រាលនេះក្នុងកម្រាលមួយផ្ទាំងនេះបងប្អូនគ្រប់គ្នាណាបាទគឺយើងមានប្រភេទយ័ន្តសពគ្រប់នៅក្នុងទីនេះដើម្បីតម្រូវទៅនឹងគេហៅថាក្បួនកុំពីនៃយ័ន្តកំពូលនៃហុងស៊ុយអញ្ចឹងយើងយកទៅដាក់នៅក្នុងផ្ទះយើងគឺយើងចំជោគលាភហើយយើងហេងយើងកាក់កបបាទអញ្ចឹងអ្វីដែលជាកំពូលយ័ន្តគឺខ្ញុំដាក់នៅក្នុងនេះទាំងអស់ហើយបងប្អូនណាយើងយកទៅក្រៅពីមុខជានាងផ្ទះរបស់យើងគឺយើងនឹងហេងយើងនឹងកាក់កបហើយខ្ញុំធានាថាកម្រាលយ័ន្តនេះគឺខ្ញុំគឺជាបុគ្គលទី1ដែលខ្ញុំបានចេញដំបូងបំផុតនៅក្នុងឆ្នាំ2026អញ្ចឹងក្រោយពីខ្ញុំចេញទៅមានអ្នកលួចចម្លងច្រើនគេដូរពណ៌ដាក់ពណ៌អីពណ៌ទៅប្រងព្រាតបាទចឹងសួរថាតើអ្នកដែលចម្លងទាំងអស់ហ្នឹងមានគុណភាពដូចម្ចាស់ដើមដែរឬទេចម្លើយឆ្លើយថាអត់ទេគាត់តែចម្លងគាត់តែជាលួចទេប៉ុន្តែខ្ញុំជាម្ចាស់ដើមដោយផ្ទាល់នៅក្នុងការធ្វើនៅក្នុងការគូយ័ន្តនេះឡើងដើម្បីជូនដល់បងប្អូនក្រុមក្មួយយកទៅប្រើកាក់កបចឹងបងប្អូនប្រើរបស់អ្នកណាប្រើទេខ្ញុំអត់ខ្វល់ទេប៉ុន្តែប្រើទៅបានផលហើយនៅដាក់ឲ្យអត់មានប្រយោជន៍អីអាហ្នឹងក៏តាមនឹងទៅប៉ុន្តែគ្រូមហាជុំរបស់ពិតណាក្បួនខ្នាតតពីដូនតាមករាប់រយឆ្នាំមកបាទជីតាខ្ញុំវិក្បួនពីស្រុកចិនមកខ្ញុំយកមកចែកម្លែកជូនដល់លោកនេះចឹងយ័ន្តប្រមូលទ្រព្យនេះបងប្អូនយកទៅក្រាលពីមុខជានាងផ្ទះហើយដាក់ដង្វាយសែននឹងយ័ន្តទាំងអស់នេះនឹងមានឥទ្ធិពល support ដល់ជានាងផ្ទះរបស់យើងឲ្យជានាងផ្ទះរបស់យើងល្អឲ្យជានាងផ្ទះរបស់យើងមានមហិទ្ធិឫទ្ធិជួយកូនចៅឲ្យរស់ស៊ីមានបាននៅក្នុងឆ្នាំថ្មីឆ្នាំ2026ជួយឲ្យរស់ស៊ីមានបាននៅក្នុងយុគ9រយៈពេល20ឆ្នាំនេះបាទចឹងបងប្អូនជាកម្រាលនេះខ្ញុំថែមជូននៅយ័ន្តពិសេសយ័ន្តប្រមូលទ្រព្យជូនដល់លោកអ្នកបាទនេះគឺជាយ័ន្តប្រមូលទ្រព្យបងប្អូនឃើញអក្សរនេះហុកសុខសប្បាយនាំលៀបនាំជ័យសត្វពពែទាំងពូនេះដឹកមាសយកចូលផ្ទះពាក្យជូនពរឆ្នាំថ្មីសុខសប្បាយបងប្អូនអាចជាវយកត្រាក់នៅផ្ទះបានរស់ស៊ីមានបានកាក់កបកម្រាលនេះយកទៅក្រាលពីមុខជានាងផ្ទះក្រាលពីមុខអាសនៈក្រាលពីមុខកន្លែងសក្ការៈកម្រាលយ័ន្តស័ក្តិសិទ្ធិនេះបិទនៅក្នុងផ្ទះបិទនៅទីណាក៏បានបិទនៅកន្លែងណាក៏បានឲ្យទៅនៅក្នុងផ្ទះនឹងជូនទ្រព្យនឹងនាំភាពសំណាងសុខសប្បាយជូនដល់លោកអ្នកបាទខ្ញុំមាន20ឈុតជូនដល់លោកអ្នកអ្នកអាចទំនាក់ទំនងជាវបានណាហើយសូមឲ្យហេងសូមឲ្យកាក់កបទាំងអស់គ្នាបាទជូនពរសុខសប្បាយកាក់កបរីកចម្រើនទាំងអស់គ្នាបាទអរគុណ